សុស្ដីចែកតើអ្នកមានជួលពលករអន្តោប្រវេសន៍ទេប្រកាសណាស់ពួកគេមានសារៈសំខាន់ណាស់នៅក្នុងអាជីវកម្មរបស់ខ្ញុំចា៎មានច្បាប់ថ្មីមួយចំនួនដើម្បីការពារពលករអន្តោប្រវេសន៍ដែលអ្នកត្រូវតែដឹងច្បាប់ថ្មីតើច្បាប់ទាំងនេះសម្រាប់ខ្ញុំឬចា៎ច្បាប់ទាំងអស់នេះគឺសម្រាប់និយោជកទាំងអស់ព្រមទាំងអ្នកធានានិងអ្នកអន្តរការីផ្គត់ផ្គង់ពលករផងដែរតើវានឹងចាប់ផ្ដើមនៅពេលណាដែរច្បាប់ទាំងអស់នេះចាប់ផ្ដើមអនុវត្តនៅថ្ងៃទី1ខែកក្កដាឆ្នាំនេះហើយវាជាច្បាប់ការពារពលករអន្តោប្រវេសន៍ពីការកេងប្រវ័ញ្ចនៅកន្លែងការងារនៃគ្រប់វិស័យឧស្សាហកម្មទាំងអស់ផងដែរសម្រាប់អ្នកដែលមិនគោរពច្បាប់នេះនឹងមានការផាកពិន័យយ៉ាងតឹងតែងតើការកេងប្រវ័ញ្ចកន្លែងបំពេញការងារជាអ្វីទៅមានអាកប្បកិរិយានិងរូបភាពជាច្រើនដែលនិយោជកនិងអ្នកផ្គត់ផ្គង់ចង្វាក់កម្លាំងពលករជាច្រើនត្រូវបានចាត់ទុកថាមានការកេងប្រវ័ញ្ចឧទាហរណ៍ការបង់ប្រាក់បៀវត្សក្រោមអបបរមាឬគឺជាការកេងប្រវ័ញ្ចការដាក់សម្ពាធលើពលករអន្តោប្រវេសន៍ធ្វើការលើសម៉ោងជាងអ្វីដែលលក្ខខណ្ឌទឹកតការគេអនុញ្ញាតគឺជាការកេងប្រវ័ញ្ចហើយការដាក់សម្ពាធពលករអន្តោប្រវេសន៍ឲ្យទទួលយកលក្ខខណ្ឌរស់នៅមិនសមរម្យគឺជាការកេងប្រវ័ញ្ចដូចគ្នាតើច្បាប់ថ្មីគ្របដណ្ដប់លើកម្មករអន្តោប្រវេសន៍ប្រភេទណាខ្លះមិនថាទិដ្ឋាការក្នុងស្ថានភាពប្រភេទណាក៏ដោយគឺមានច្បាប់ការពារពលករអន្តោប្រវេសន៍ទាំងអស់នោះរួមមានអ្នកមានទិដ្ឋាការមានសិទ្ធិធ្វើការងារអ្នកកាន់ទិដ្ឋាការផុតកំណត់និងអ្នកដែលបំពេញការងារបំពានលើលក្ខខណ្ឌទិដ្ឋាការរបស់គេប្រភេទពលករអន្តោប្រវេសន៍រួមមានអ្នកទេសចរមានសិទ្ធិធ្វើការងារ backpacker សិស្សនិស្សិតនិងពលករក្រមគម្រោង PALM តើមានអ្វីកើតឡើងប្រសិនបើអាជីវកម្មមួយរំលោភច្បាប់ស្ថានភាពលក្ខខណ្ឌរបស់ទិដ្ឋាការនីមួយមានភាពខុសគ្នាប៉ុន្តែសម្រាប់អ្នកដែលបំពានច្បាប់ធ្ងន់ធ្ងរឬបន្តបំពានម្ដងហើយម្ដងទៀតនឹងត្រូវបានផាកពិន័យឬជាប់ពន្ធនាគារជាដើមដើម្បីការពារពលករអន្តោប្រវេសន៍ដែលងាយរងគ្រោះគេនឹងអាចផ្អាកនិយោជកមួយចំនួនមិនឲ្យជួលពលករអន្តោប្រវេសន៍ក្នុងអំឡុងពេលណាមួយតើអ្នកបាននិយាយថាគេអាចហាមខ្ញុំមិនឲ្យជួលកម្មករអន្តោប្រវេសន៍បន្ថែមឬហើយតាមរយៈវិធានការថ្មីនេះសេចក្តីប្រកាសហាមប្រាមក៏បានចាត់វិធានការឡើងនិយោជកទាំងឡាយដែលរងការហាមប្រាមឈ្មោះនិងលេខអាជីវកម្មរបស់គេនឹងត្រូវបោះពុម្ពផ្សាយលើគេហទំព័រកងកម្លាំងព្រំដែនអូស្ត្រាលីរហូតដល់ការហាមប្រាមបានបញ្ចប់តើខ្ញុំស្វែងយល់បន្ថែមពីច្បាប់ថ្មីទាំងនេះនៅឯណាបានអ្នកអាចស្វែងយល់បន្ថែមពីច្បាប់ថ្មីរួមមានទាំងសំណួរដែលតែងតែលើកឡើងជាញឹកញាប់ពី homeaffairs.gov.au Migrant Worker Protections